នេះកាមេរ៉ាដាក់ឡានកាមេរ៉ាហ្នឹងមានមុខមានក្រោយប្រភេទ18 Full HD ហើយកាមេរ៉ានេះដែរមានថែមជាមួយនឹង memory 64GB ដែលមានការធានាកន្លះឆ្នាំនេះ memory 64GB ធានាកន្លះឆ្នាំអានេះ 64GB ពេញមិនមែនអត់បាន64ទេណា 64GB ពេញហ្មងគឺ complete 100% របស់ Zin មានការធានាកន្លះឆ្នាំហើយឥឡូវយើងធ្វើការ unboxing ប្រភេទកាមេរ៉ាឡានកាមេរ៉ាវាមានពីរគ្រាប់កាមេរ៉ានេះដែរ support ដល់ 128G បើកប្រអប់វានេះជាកាមេរ៉ានេះវាមានកាមេរ៉ាមុខកាមេរ៉ាក្រោយគេថាយើងដាក់ក្នុងឡានយើងអាចមើលទៅមុខបានហើយមើលមកក្រោយបានទៀតណាកាមេរ៉ាហ្នឹងណាហើយអានេះយើងអាចកាច់កបានកាច់សេរីធម្មតាយើងដាក់នៅកញ្ចក់មើលក្រោយឬក៏ចាប់ហ្នឹងទៅយើងអាចសេរីបានណាដាំលើចក្រមអញ្ចឹងអានេះអញ្ចឹងហើយនេះកន្លែងសាកវាដល់សាកជាមួយនឹងកន្លែងជក់បរិយហើយនេះកន្លែងដាក់ memory នេះកន្លែងសេរីនេះខាទៅមុខខាទៅក្រោយបងប្អូនទិញទៅអាចហ្នឹងហើយអានេះពេលយើងយកទៅដាក់យើងបកscreen protect វាចោលទៅដើម្បីមើលច្បាស់ហ្នឹងហើយអានេះក៏មានបិទ protect ដែរប៉ុន្តែយើងប្រើក៏បានសិនទៅវានៅថ្មីដែរហ្នឹងហើយមួយទៀតនេះកាមេរ៉ានេះមួយទៀតកាមេរ៉ានេះយើងអាចភ្ជាប់ទៅគូតឡានកន្លែងផ្លាកលេខដាក់លើផ្លាកលេខហ្នឹងហើយភ្ជាប់ទៅលើផ្លាកលេខហើយនេះខ្សែពេញមកតពេញមកឡានតែហ្មងជាមួយនឹងវិសវាហើយនឹងស្គុតមុខពីរដើម្បីយើងបិទនៅកន្លែងនេះទៅហើយយើងចាប់ជាប់នៅលើផ្លាកលេខឡើងហើយខ្សែហ្នឹងយើងអាចអុសមកដល់ខាងមុខបានណាជាមួយនឹងនេះមកភ្ជាប់ជាមួយនេះបានហើយមានដូចវានេះដូច connect វាស្រាប់នេះរត់នេះដោតជាមួយនេះអញ្ចឹងបងប្អូនអត់ចេះក៏អាចតម្លើងបានដែរវាមានមនុយវាហើយយើងមានតម្លៃយើងមើលតទៀតហើយនេះជើងចាប់ជាមួយនឹងកញ្ចក់ឡានណាខាងមុខដើម្បីយើងភ្ជាប់ជាមួយនឹងវានេះភ្ជាប់ជាយើងអាចភ្ជាប់បិទទៅកញ្ចក់ឡានហ្នឹងទៅនេះធម្មតាកញ្ចក់ឡានវាចេះអញ្ចឹងយើងភ្ជាប់យ៉ាងទៅមកហើយបកបិទណាអញ្ចឹងអាចសេរីបានសេរីតើអ្វីយើងចង់បានហើយយើងធ្វើការមួលទៅភ្ជាប់មួលទៅវារឹងចង់បានតំណាយកតំណឹងទៅហើយនេះដូចគ្នាយើងអាចកាច់សេរីមើលទៅមើលដល់ក្រោយអញ្ចឹងណាហ្នឹងហើយនេះមួយដែរសាកកន្លែងជក់បរិយយើងដល់វិសាទៅហើយយើងដោតជាមួយនឹងនេះកន្លែងវាដោតណានេះយើងដោតនេះទៅហើយយើងអាចសាបានហើយយើងអង្គុយធម្មតាយើងអង្គុយតែអានេះវានៅលើអញ្ចឹងយើងអាចសេរីខាងមុខខាងក្រោយអញ្ចឹងណា zoom បានអញ្ចឹងណារូបរាងស្អាតតូច support ដល់ 128 តែ memory យើងថែមឲ្យ 64GB មួយហើយបងប្អូនចង់ជិះច្បាស់នេះវាមានមនុយវាជាភាសាអង់គ្លេសចឹងយើងអាចមើលតាមហ្នឹងទៅវាតម្លៃអត់បាក់ទេណាមានតែប៉ុណ្្នឹងទេហើយនេះវិសវានេះកាមេរ៉ានេះកាមេរ៉ា Zin 18 Zin ច្បាស់ហើយយើងដោតឡើងទៅវា record ហើយ recycle ខ្លួនឯងមានថាវាដើរដល់ហើយវាពេញអញ្ចឹងវាអត់នេះទេវាលុបអាក្រោយទេបន្តទៅអញ្ចឹងវា recycle រហូតអញ្ចឹងកាមេរ៉ាយើងអាចចាប់បានព័ត៌មានច្រើនហ្នឹងហើយ